បាទជំរាបសួរពុកម៉ែបងប្អូនអរគ្នាបាទសូមចេញវីដេអូមួយទាក់ទងជាមួយនឹងការដាក់សាច់យកពងកដោបចឹងណាបងប្អូនអរគ្នាហ្នឹងហើយសម្រាប់បងប្អូនដែលគាត់ទៅតែរៀនចាំគាត់អត់ទាន់ដឹងវិធីសាស្ត្រនៅការដាក់សាច់យកពងកដោបចឹងណាបាទថ្ងៃនេះខ្ញុំចែកម្លែកការដាក់សាច់យកពងកដោបទៅកាន់បងប្អូនទាំងអស់គ្នាបាទចឹងសម្រាប់បងប្អូនថ្មីដែលគាត់អត់ទាន់ចេះដាក់សាច់សូមសៀវីដេអូនេះមួយវីដេអូនេះមួយទៅបើសិនបងប្អូនគាត់ថាមានផលប្រយោជន៍ដល់បងប្អូនបាទអញ្ចឹងសម្រាប់ការដាក់សាច់នេះដែរអញ្ចឹងបងប្អូនត្រូវតែសាច់ហ្នឹងឲ្យវាមានសំណើមបងប្អូនអញ្ចឹងបើសាច់បងប្អូនស្ងួតពេកបងប្អូនអាចយកទៅលាយជាមួយទឹកដើម្បីឲ្យវាមានសំណើមបាទពូតមកគឺបានបែបហ្នឹងមកបងប្អូនអរគ្នាបាទអញ្ចឹងសាច់វាមានសំណើមគឺបែបហ្នឹងបាទពូតមកវាពេលយើងចាប់ទៅវាជាប់អញ្ចឹងបងប្អូនពូតមកជាប់អញ្ចឹងណាបាទហ្នឹងហើយហៅថាសាច់មានចំណើមហីបងប្អូនអរគ្នាអញ្ចឹងទៅតងជាមួយនឹងការដាក់សាច់យកពងកដោបនេះផងដែរអញ្ចឹងបងប្អូនដាក់វាការ៉ាតែមួយចង្អុលដៃនេះមកបាទមួយចង្អុលដៃយើងបាទដាក់មួយចង្អុលដៃយើងទៅបាទកាលណាតែយើងដាក់សាច់មួយចង្អុលដៃពងកដោបផងយើងហ្នឹងក៏វាបានវែងផងដែរតែបើថាយើងដាក់តិចដាក់អត់បានចង្អុលដៃទេពងកដោបផងយើងហ្នឹងគឺខ្លីៗវាអត់ស្អាតណាវាអត់ល្អបាទអញ្ចឹងសម្រាប់នឹងការដាក់ពងកដោបបងប្អូនត្រូវតែសង្កេតមើលណាបងប្អូនសង្កេតមើលពងកដោបផងបងប្អូនអធិស្ឋានបាទសង្កេតមើលសត្វកដោបផងបងប្អូនតើវាចាប់គូឬនៅបើសិនជាវាចាប់គូមួយបងប្អូនកុំទាន់ដាក់វាអីណាបងប្អូនរាប់ចាប់ពីថ្ងៃដាក់ចាប់ពីថ្ងៃវាចាប់គូនឹងមកចឹងបងប្អូនរាប់ទៅរយៈពេល5ថ្ងៃចាំបងប្អូនដាក់សាច់យកតែម្ដងណាបងប្អូនបាទកាលណាតែយើងធ្វើអញ្ចឹងទៅកដោបវាចុះពងច្រើនវាចុះមកពងលើដោយសាច់យើងច្រើនណាដោយសារអីដោយសារតែវាកុនពងបាទអញ្ចឹងបងប្អូនអាចដាក់ពឹបភ្លាមហ្នឹងទៅបាទ25ថ្ងៃបងប្អូនអាចរៀងទៅវាបានពងច្រើនបាទដោយសារតែកដោបវាកុនពងបាទបងប្អូនអាចដាក់សារទី1វាកុនពងហ្នឹងវាបានច្រើនបងប្អូនអរគ្នាអញ្ចឹងបងប្អូនអាចអនុវត្តតាមនឹងបានបងប្អូនអញ្ចឹងរយៈពេល5ថ្ងៃបងប្អូនរៀងយកពងហ្នឹងមករៀងយកពងហ្នឹងវិញមកបាទអានឹងស្រេចលើបងប្អូននេះបងប្អូនចង់ដាក់2ថ្ងៃរៀងក៏បាន3ថ្ងៃរៀងក៏បាន4ក៏បាន5ក៏បានចឹងបងប្អូនបាទតែសម្រាប់ខ្ញុំគឺខ្ញុំដាក់5ថ្ងៃគឺខ្ញុំរែងម្ដងចឹងណាបងប្អូនអរគ្នាចឹងបងប្អូនអាចអនុវត្តតាមនឹងបានបងប្អូនអរគ្នាបាទបងប្អូនអាចដាក់សាច់ចឹងមកនេះបងប្អូនបាទដាក់ប៉ុណ្ណឹងមកបាទដើម្បីឲ្យវាឡើងពងចឹងវីដេអូនឹងមានប៉ុណ្្នឹងទេបងប្អូនអរគ្នាបើសិនជាវីដេអូនេះមានផលប្រយោជន៍ទៅដល់ពុកម៉ែបងប្អូនអរគ្នាសូម share សម្លាច់ម្នាក់មួយទៅបាទបងប្អូនអរគ្នាបាទ